អាហារ4យ៉ាងដែលញ៉ាំទៅធ្វើឲ្យប៉ះពាល់ដល់ថ្លើមហើយបើយើងចង់ឲ្យថ្លើមយើងមានសុខភាពល្អអត់ងាយមានជំងឺគួរតែជៀសវាងពួកវាឬក៏កាត់បន្ថយកុំញ៉ាំច្រើនពេកអាហារទី1គឺភេសជ្ជៈដែលមានជាតិស្ករច្រើនភេសជ្ជៈផ្អែមដូចជាភេសជ្ជៈកំប៉ុងតែជ្រក់តែគុជម៉ាត់ឆាដែលមានជាតិស្ករច្រើនដល់ហ្នឹងឯងអាហារទាំងអស់ហ្នឹងគឺអត់មាន fiber នៅក្នុងហ្នឹងទេតែពេលដែលយើងញ៉ាំចូលទៅគឺថ្លើមយើងនឹងឯងជាអ្នក digest ជាតិស្ករទាំងអស់ហ្នឹងអញ្ចឹងគឺផ្ដល់សម្ពាធទៅដល់ថ្លើមខ្លាំងមែនតើអាហារទី2គឺប្រភេទអាហារបំពងចេកចៀនដលូបំពងនិយាយទៅរបស់អីក៏ដោយឲ្យតែបំពងគឺមិនល្អសម្រាប់ថ្លើមយើងទេការស្រាវជ្រាវច្រើនដែរដែលគេបានបោះពុំកន្លងមកបង្ហាញថាអាហារបំពងទាំងអស់ហ្នឹងនៅពេលដែលយើងញ៉ាំទៅគឺវាងាយបំផ្លាញកោសិការបស់ថ្លើមយើងវាផ្ដល់សម្ពាធដល់ថ្លើមជាមូលហេតុមួយងាយឲ្យមានបញ្ហារលាកថ្លើមឬក៏ inflammationទី3គឺអាហារដែលមានការកែច្នៃខ្លាំងគេហៅ ultra processed food អាកែច្នៃធម្មតាអត់អីទេតែកែច្នៃខ្លាំងគឺខុសគ្នាឧទាហរណ៍ថាត្រីយើងយកធ្វើតែងៀតអញ្ចឹងអាហ្នឹងគឺកែច្នៃឲ្យចេញពីត្រីទៅតែងៀតប៉ុន្តែការកែច្នៃខ្លាំងគឺខុសគ្នាដូចជាមីកញ្ចប់អាហ្នឹងគឺគេហៅកែច្នៃខ្លាំងហើយស្ករគ្រាប់ណាអាហារនំកញ្ចប់ផ្សេងcereal ពពួកអាហារពេលព្រឹកនៅបរទេសគេចូលចិត្តញ៉ាំអាហ្នឹងគេហៅ ultra processed food អត់មានសារធាតុចិញ្ចឹមតែភាគច្រើនគឺស្ករទេបំពងអីផ្សេងអស់ហ្នឹងគឺជាអាហារដែលកែច្នៃខ្លាំងអាហារទាំងអស់ហ្នឹងគឺអត់ល្អសម្រាប់ថ្លើមយើងទេផ្ដល់សម្ពាធដល់ថ្លើមយើងខ្លាំងមែនតើហើយមួយទៀតពេលញ៉ាំទៅធ្វើឲ្យអ៊ីនស៊ូលីនយើងឡើងខ្ពស់ងាយបង្កឲ្យមានការរលាកផ្សេងកើតមានឡើងនៅក្នុងរាងកាយយើងចុងក្រោយគេបង្អស់គឺបងប្អូនគួរដឹងហើយណាគឺជាតិអាល់កុលណាស្រាអីក៏ដោយតែមានជាតិអាល់កុលក្នុងហ្នឹងគឺអត់ល្អទេមិនថាស្រាថ្នាំអីណាក៏ដោយព្រោះជាតិអាល់កុលវាបំផ្លាញថ្លើមយើងអ្នកអត់មានតែលឺគេនិយាយលេងថាផឹកស្រាយូរទៅទៅពេទ្យថាថ្លើមសល់ប៉ុណ្ណេះពេទ្យធ្វើដៃចេះស្មានថ្លើមល្អតែបិទថ្លើមសល់ប៉ុនមេដៃអាហ្នឹងជាការលេងសើចមែនប៉ុន្តែវាជាការពិតព្រោះយើងដឹងទូទៅហ្មងពេលដែលយើងផឹកជាតិអាល់កុលចូលទៅថ្លើមយើងធ្វើការខ្លាំងមែនតើដើម្បី process ជាតិអាល់កុលហ្នឹងចេញពីរាងកាយរបស់យើងសម្រាប់បងប្អូនចង់បានស្បែកស្អាតមានសុខភាពល្អខ្ញុំណែនាំ Skin Care Labo ដែលជា brand កូនខ្មែរផលិតនៅប្រទេស New Zealand នៅក្នុងរោងចក្រដែលមានស្តង់ដារនេះគឺខ្ញុំជាមួយអ្នកជំនាញបណ្ឌិតលើ Skin Care ក្នុងការផលិតយើងនៅមន្ទីរពិសោធន៍ព្រោះយើងទៅពិសោធន៍ផ្ទាល់ឲ្យខ្លួនឯង Skin Care មួយគឺចំណាយពេលពី2ឆ្នាំកន្លះទៅ3ឆ្នាំទៅអាចផលិតចេញបានហើយកន្លែង storage ខ្ញុំដើរនេះមិនមែនតែមួយជួរហ្នឹងណាគឺ10ជួរបងប្អូនរោងចក្រធំមែនតើគេមានដុកទ័រសើស្បែកនៅប្រចាំគេមានអ្នកជំនាញខាងគីមីវិទ្យាហើយនិងអ្នកជំនាញខាងផលិត Skin Care មានម៉ាស៊ីនតេស្តជាច្រើនហើយរបស់យើងគឺធានាស្តង់ដារជូនតែម្ដងបងប្អូនប្រើប្រាស់ដោយទំនុកចិត្តមិនបាច់ភ័យខ្លាចផលិតផលសុទ្ធអត់មានដាក់សារធាតុកាត់សារធាតុលាយស្តង់ដារអន្តរជាតិតែម្ដង